បាទសូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់កសិដ្ឋានចំកាប់បាទភ្នំពេញបាទបងប្អូនអរគ្នាបាទហ្នឹងហើយបងប្អូនអរគ្នាកាប់របស់យើងគឺវាស៊ីចំណីល្អហើយក្នុងមួយតង់ហ្នឹងគឺខ្ញុំបានរៀបចំដាក់ចំនួន 5000 ក្បាលបាទជាចំនួនល្មមទេបាទដោយសារតែខ្ញុំរោរៀបចំដាក់នឹងវាស្រែចឹងវាស្រែគឺខ្ញុំធ្វើការដាក់បន្តទៀតបាទហ្នឹងហើយចូលគ្នាបានល្អបាទហ្នឹងហើយវាឃើញដៃយើងវាស្មានតែចំណៃបាទហើយវាលោតចឹកតិចណាអូអានៅtôiចឹងចឹកអត់ឈឺទេបាទពេលធំហ៊ានតែលូកបប់បាទហ្នឹងហើយអូខេបងប្អូនអរគ្នានិយាយរួមទៅការចិញ្ចឹមកាប់របស់ខ្ញុំបាទនេះគឺជាគំនិតមួយដែលខ្ញុំខ្ជិលបាទគំនិតខ្ជិលណាបាទការចិញ្ចឹមបែបខ្ជិលការធ្វើបែបខ្ជិលបាទគឺខ្ញុំដាច់ទៅច្រើនហើយពេលដោះដូរទឹកអីខ្ញុំមិនពិបាកចូលលាងតង់ទេគ្រាន់តែខាសទឹកអស់ក៏ខ្ញុំដាក់ទឹកថ្មីចប់បាទដើរចោលណាហើយយើងរកវិធីសាស្ត្រណាដែលវាស្រួលបាទកុំឲ្យវាលំបាកបាទប៉ុន្តែការចិញ្ចឹមមេបាពូជគឺយើងអត់អាចធ្វើស្រួលបែបនឹងបានទេបាទកូនដែលយកទៅធ្វើជាមេបាពូជត្រូវតែសង្អាតតង់ហើយចិញ្ចឹមឲ្យយូរហើយប្រើប្រាស់ថ្នាំសកូវលេចកាត់ដើម្បីឲ្យវាបានចេញជាកូនល្អណាបាទហ្នឹងហើយយើងទៅបច្ចេកទេសវាមានរៀងខ្លួនក៏តែដោយសារតែយើងវាមានបច្ចេកទេសខ្លះបាទសម្រាប់អ្នកដែលរៀនបាទហើយបច្ចេកទេសខ្លះទៀតគឺខ្ញុំបង្ហាញនៅលើ YouTube បាទមិនមែនត្រឹមតែការចិញ្ចឹមទេហើយក៏មិនមែនត្រឹមតែការនិយាយដាល់ព្រោះថាយើងធ្វើគឺយើងធ្វើលក់មែនតែនបាទយើងអត់ធ្វើលំទេបាទបើធ្វើលំក៏មិនហ៊ានដាក់ច្រើនដល់ថ្នាក់នឹងដែរបាទវាស្រែខាងនោះគឺ100,000 កូនបាទខាងលើនេះប្រហែលជា50,000 កូនបាទទឹកអស់150,000 កូនបាទ150,000 កូនបើសិនជាខ្ញុំទុកដល់11 គីឡូក៏វាបាន15 តោនដែរតែសួរខ្ញុំទុកដល់អត់ដល់ទេបងប្អូនអរគ្នាឲ្យតែអ្នកលក់កាប់បបថាបងខ្ញុំណែត្រូវការកាប់បបបាទឲ្យតែខ្ញុំស្គាល់គឺខ្ញុំលក់ឲ្យទាំងអស់បាទគឺខ្ញុំអត់នេះទេគឺខ្ញុំលក់ឲ្យពួកគាត់ធ្វើលក់បានចំណូលបាទបងគាត់លក់បានចំណូលច្រើនហើយខ្ញុំទៅមួយថ្ងៃយើងអាចរកចំណេញ 4-5,000 4-10,000 អីវាគួរសមដែរបាទហ្នឹងហើយយើងមិនអាចរកឲ្យវាច្រើនមួយថ្ងៃ100-200 ដុល្លារអត់ទេបាទហ្នឹងហើយស្រុកស្រែតាមខេត្តតាមភូមិតាមឃុំមួយថ្ងៃ10-20 ដុល្លារហ្នឹងច្រើនពេកហើយបាទហ្នឹងហើយ